សូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទ Tony ហើយស្វាគមន៍មកកាន់ពិភពនៃអាតកំបាំងហើយថ្ងៃនេះដែរខ្ញុំក៏បានលើកយករឿងនិទានមួយដើម្បីយកមកនិទានជូនបងប្អូនស្ដាប់កម្សាន្តហើយរឿងនោះមានចំណងជើងថាផ្ទះថ្មីម្ចាស់ចាស់ហើយសាច់រឿងហ្នឹងគឺមានប្តីប្រពន្ធ2នាក់ទៅតែសម្រេចបាននៅការងារដ៏ធំដែលធ្វើការងារពួកគាត់ហ្នឹងបានជោគជ័យច្រើននិងមានចំណូលខ្ពស់សមល្មមឲ្យពួកគាត់ឈប់ជួលផ្ទះគេហើយមានលទ្ធភាពទិញផ្ទះថ្មីផ្ទាល់ខ្លួនហើយជាផ្ទះដំបូងរបស់ពួកគាត់ទៀតសូមបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាបានដឹងថាប្តីប្រពន្ធ2នាក់ហ្នឹងប្តីគាត់មានឈ្មោះថាលីហួរហើយប្រពន្ធគាត់ឈ្មោះហ្វុងដែលប្តីគាត់តែងតែហៅគាត់អាហ្វុងអញ្ចឹងខ្ញុំក៏ហៅគាត់អាហ្វុងដែរដើម្បីខ្ញុំស្រួលក្នុងការបកស្រាយឲ្យអ្នកទាំងអស់គ្នាស្ដាប់មិញខ្ញុំបាននិយាយថាគាត់មានលទ្ធភាពទិញផ្ទះថ្មីហើយអ្វីដែលគាត់ចង់បានបំផុតនោះគឺគាត់មានគម្រោងមានបំណងចង់បង្កើតកូនបានន័យថាគាត់មានបំណងយកកូននៅពេលដែលគាត់ទិញផ្ទះថ្មីហ្នឹងចូលទៅនៅផ្ទះថ្មីហ្នឹងគឺគាត់មានគម្រោងយកកូនតែម្ដងព្រោះអីដូចថាគាត់មើលទៅដូចស័ក្តិសមពេលវេលាដែលគាត់អាចយកបានណាបានន័យថាគាត់មានផ្ទះមានឡានមានសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងរឹងមាំហើយអញ្ចឹងគាត់អាចយកកូនយកអីបានហើយបន្ទាប់ពីនឹងបានមួយខែគាត់ក៏បានឆែកមើលនៅក្នុងបណ្ដាញសង្គម social media ហើយនឹង app មួយចំនួនហើយមាន app មួយនោះគឺគាត់បានឃើញគេមានដាក់លក់ផ្ទះអញ្ចឹងគេដាក់លក់ផ្ទះទៅគាត់បានឃើញផ្ទះមួយហ្នឹងគឺបានន័យថាស្របនឹងអ្វីដែលគាត់ចង់បានន័យថាផ្ទះធំស្អាតតម្លៃសមរម្យតម្លៃមិនសមរម្យទេតម្លៃអាចនឹងថោកព្រោះអីផ្ទះហ្នឹងជាប្រភេទផ្ទះល្វែង2ជាប់គ្នាហើយគេវាយទម្លុះចូលគ្នាហើយអញ្ចឹងបានន័យថាផ្ទះល្វែង2ល្វែងហើយសូមបញ្ជាក់បងប្អូនថាតម្លៃនៃផ្ទះហ្នឹងគឺថោកមែនតើបានន័យថាតម្លៃហ្នឹងគឺទិញតែផ្ទះមួយល្វែងអត់បានផងប៉ុន្តែនេះតម្លៃថោកនេះគឺទិញបានទាំង2ល្វែងហ្មងអញ្ចឹងគាត់ក៏ចាប់អារម្មណ៍ទាំងពីរអ្នកប្តីប្រពន្ធហ្នឹងគាត់ចាប់អារម្មណ៍ផ្ទះហ្នឹងហ្មងហើយលក្ខណៈពិសេសដែលគាត់ស្រឡាញ់ដែលថាដកចិត្តបានហ្នឹងគឺផ្ទះមួយហ្នឹងគឺមាន location នៅជិតកន្លែងធ្វើការពួកគាត់ទាំងពីរហ្មងអញ្ចឹងគាត់គិតថាចេះបើសិនជាគាត់ទៅនៅផ្ទះហ្នឹងហើយប្រពន្ធគាត់មានកូនបានន័យថាមានផ្ទៃពោះអញ្ចឹងគាត់ទៅធ្វើការក៏គាត់អាចនៅក្បែរនឹងដែរបានន័យថានៅចិត្តប្រពន្ធគាត់ដែរមានបញ្ហាឬក៏មានអីបន្ទាន់អញ្ចឹងគាត់អាចមកបានលឿនអញ្ចឹងគាត់គិតឡៃហ្នឹងចំពោះពួកគាត់ផ្ទះហ្នឹងគឺផ្ដល់ benefit ឲ្យគាត់បានច្រើនអត់ចាំយូរគាត់ក៏បានតាក់ទងទៅខាងម្ចាស់ផ្ទះហ្នឹងដើម្បីសុំណាត់ជួបគ្នាទៅពិនិត្យមើលដល់កន្លែងអញ្ចឹងណាធម្មតាគាត់មើលតែក្នុង app ក៏មិនដឹងថានៅក្រៅមិនទេគាត់ឃើញតែរូបគេថតស្អាតគាត់គិតថាជួនកាលរូបដែលគេផុសមកគឺគេថតតែកន្លែងស្អាតអញ្ចឹងគាត់ចង់ទៅមើលបន្ថែមអញ្ចឹងដើម្បី make sure ឲ្យបញ្ជាក់ក្នុងចិត្តថាគាត់បានមើលគ្រប់ជ្រុងជ្រោយកុំឲ្យផ្ទះហ្នឹងមើលឃើញស្អាតតែក្នុងរូបទៅដល់ពេលទៅក្រៅទៅអត់ស្អាតអីចឹងទៅខុសពីរូបអីចឹងទៅនៅរសៀលថ្ងៃដដែលហ្នឹងគឺគាត់បានណាត់ជាមួយនឹងអ្នកលក់ផ្ទះហើយនឹងគាត់និងប្រពន្ធគាត់ចូលទៅមើលផ្ទះហ្នឹងបានន័យថាគាត់ទៅ check មើលថាផ្ទះហ្នឹងមិនដែរមានជ្រាបកន្លែងណាអត់មានបាក់បែកឬក៏ខូចខាតកន្លែងណាខ្លះហើយគាត់ត្រូវជួសជុលកន្លែងណាខ្លះគាត់ត្រូវដេកកន្លែងណាខ្លះគាត់មើលហើយគាត់ estimate ហើយដើម្បីគាត់មានតម្លៃមួយជាមួយនឹងអ្នកលក់ប៉ុន្តែអ្វីដែលគាត់ទៅមើលហ្នឹងផ្ទះហ្នឹងគឺស្អាតទាំងអស់បានន័យថាជ្រាបទឹកក៏អត់ជ្រាបទឹកឥដ្ឋក៏អត់មានផ្ទុះកន្លែងណាក៏អត់មានខូចខាតទេទាំងអស់គឺថាផ្ទះហ្នឹងគឺចូលទៅគឺនៅបានហ្មងទិញតែវ៉ាន់ដាក់យើងនៅបានហើយសភាពផ្ទះវិញគឺថាដូចជាផ្ទះដែលមានដែលអ្នកណានៅទាំងដូចគាត់ហ្នឹងម្ចាស់ទី1អញ្ចឹងសភាពផ្ទះហ្នឹងគឺធំទូលាយស្អាតរចនាបថបែប modern បានន័យថា decor អីមានខ្លះហ្នឹងគឺស្អាតស្រាប់ហ្មងហើយមើលទៅមានផាសុកភាពគួរឲ្យចង់រស់នៅហើយបន្ទាប់ពីគាត់មើលអស់ចិត្តអស់ចង់ហើយពិនិត្យឆែកគ្រប់កន្លែងអស់ហើយឡើងទៅមើលដល់លើនិយាយទៅគ្រប់បន្ទប់គាត់មើលអស់ហើយមើលតាំងបន្ទប់ទឹកទៀតបានន័យថាឥដ្ឋបន្ទប់ទឹកហ្នឹងអារងអាអីហ្នឹងគាត់មើលមកឆ្អែត
ពួកអីគាត់ដឹងថាមនុស្សពួកគាត់ហ្នឹងគឺជាមនុស្សរវល់ពេលគាត់ធ្វើការងារទិញលក់ផ្ទះនេះហើយគឺគាត់ចូលមកនៅតែម្ដងហើយពេលចូលនៅគឺគាត់ធ្វើការគាត់ហើយឬក៏គាត់ចាប់ដើមយកកូនយកអីចឹងណាអញ្ចឹងគាត់ចង់ឲ្យមានអីខូចខាតមានអីខ្វះចន្លោះហើយអញ្ចឹងបើគាត់មើលថ្ងៃហ្នឹងឃើញថាវាមានបញ្ហាហើយគាត់នឹងកត់ទុកហើយគាត់នឹងហៅជាងហៅអីមកធ្វើមកស្អាតដើម្បីគាត់ចូលមករស់នៅគឺផ្ទះហ្នឹងគឺស្អាតគ្រប់កន្លែង 100% តែម្ដងមើលសាច់ផ្ទះអស់ចិត្តហើយគាត់ក៏សុំម្ចាស់ផ្ទះគាត់សុំថាសុំមើលប្លង់អញ្ចឹងណាសុំមើលប្លង់ដើម្បីបញ្ជាក់ថាផ្ទះហ្នឹងមានប្លង់មានអីអញ្ចឹងណាម្ចាស់ផ្ទះក៏បើកប្លង់ជាលក្ខណៈរូបភាពឲ្យគាត់មើលទៅក៏គាត់បានឃើញណាគាត់បានឃើញហើយក៏គាត់សុំម្ចាស់ផ្ទះហ្នឹងកក់លុយតែម្ដងបានន័យថាគាត់ confirm មកហើយគាត់ឃើញផ្ទះឃើញនឹងប្លង់ឃើញនឹងអីហើយអញ្ចឹងបានន័យថាផ្ទះហ្នឹងគឺស្របច្បាប់មានប្លង់មានអីត្រឹមត្រូវអញ្ចឹងគាត់សុំកក់លុយបញ្ជាក់ថាគាត់ទិញផ្ទះហ្នឹងហើយពីអ្នកប្តីប្រពន្ធហ្នឹងក៏បានធ្វើឯកសារជាមួយនឹងម្ចាស់ផ្ទះហ្នឹងបានន័យថាបកគលលុយកក់ហើយនឹងធ្វើឯកសារផ្តិតមេដៃទាំងពីរហ្នឹងថាបានកក់លុយថ្ងៃហ្នឹងហើយក៏បិទសោផ្ទះទៅផ្ទះរៀងខ្លួនទាំងសុបាយចិត្តព្រោះអីរលូនហីបានន័យថាយើងទៅទិញផ្ទះទៅមើលផ្ទះគឺកក់លុយអញ្ចឹងបានន័យថាអ្នកលក់ក៏សុបាយចិត្តអ្នកទិញក៏សុបាយចិត្តអ្នកទិញបានផ្ទះអ្នកលក់បានលុយហើយរំលងប្រហែលបានជា3ថ្ងៃពីអ្នកប្តីប្រពន្ធហ្នឹងក៏បានមកធ្វើឯកសារកាត់ឈ្មោះកាត់អីហើយបកគលលុយបគ្រប់ឲ្យទៅខាងម្ចាស់ផ្ទះហើយគាត់ក៏សម្រេចចិត្តរើមកនៅផ្ទះថ្មីរបស់គាត់អញ្ចឹងការងារទិញលក់ផ្ទះនេះគឺរលូនបានន័យថារលូនអត់មានអីគួរឲ្យចាប់អារម្មណ៍អត់មានអីគួរឲ្យសង្ស័យទេបានន័យថារលូនធម្មតាហើយបន្ទាប់មកពួកគាត់ក៏បានរៀបចំរើមកនៅផ្ទះហើយគាត់បាននិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីឡើងផ្ទះអីបន្តិចតួចដែរគាត់អត់មានធ្វើអីជាលក្ខណៈហៅភ្ញៀវហៅអីប៉ុន្តែគាត់ធ្វើពិធីសូត្រមន្តឡើងផ្ទះអីបន្តិចតួចចឹងទៅហើយគាត់ផ្ដោតលើការតុបតែងការដេគ័រហើយគាត់ទិញគ្រឿងសង្ហារឹមចូលក្នុងផ្ទះដូចជាសាឡុងដូចជាតុដាក់ទូដាក់ទូទោសអីចឹងទៅហើយក៏បានរៀបចំចក្រានបាយថ្មីគាត់រៀបចំដោយថាប្រព័ន្ធហ្គាសប្រព័ន្ធអីហ្នឹងគឺគាត់ប្រើជាលក្ខណៈទំនើបសុទ្ធហ្មងអញ្ចឹងណាពួកគាត់គិតថាបើថ្ងៃក្រោយគាត់មានកូនមានអីទៅប្រពន្ធគាត់ធ្វើម្ហូបធ្វើអីទៅវាងាយស្រួលដែរមិនឲ្យគាត់ពិបាកអញ្ចឹងណាហើយលីហួរហើយនឹងអាហ្វុងដែលជាប្រពន្ធគាត់ហ្នឹងបានចូលមករស់នៅក្នុងផ្ទះហ្នឹងធម្មតាបានន័យថាអត់មានរឿងអីកើតឡើងទេក្នុងរយៈពេល2អាទិត្យបន្ទាប់ពី2អាទិត្យហ្នឹងទៅទៀតគឺគាត់ចាប់ផ្ដើមជួបរឿងចម្លែកច្រើនបំផុតហើយហេតុការដែលចម្លែកកើតលើពួកគាត់ហ្នឹងភាគច្រើនគឺកដាលយប់តែម្ដងគឺម៉ោង2កន្លះម៉ោង3ហ្នឹងគឺចាប់ផ្ដើមហេតុការដំបូងមានយប់មួយនោះអាហ្វុងពងគេងលក់ចិត្តប្តីម៉ោង2កន្លះស្រាប់តែមានឮសំឡេងកូនក្មេងយំពីក្នុងកន្ទប់ទឹកមកយំម្ដង2ដង3ដងទៅដល់យំលើកទី4អាហ្វុងនោះភ្ញាក់ហើយគាត់មីងមាំងអញ្ចឹងទៅគាត់ដឹងសំឡេងហ្នឹងមកពីណាគាត់គិតតែគាត់យល់សពស្រាប់តែគាត់រៀងស្វាងពីគេងតិចវាព្រមហ្នឹងលេងគាត់ឮសំឡេងហ្នឹងប្រហើយឮសំឡេងកូនក្មេងហ្នឹងយំទៀតពីក្នុងកន្ទប់ទឹកហើយគាត់ចាប់ផ្ដើមទៅចាក់ចុងដៃចុងជើងគាត់ឆ្ងល់ថាចុំស្មាននេះហើមានកូនក្មេងណាមកយំក្នុងកន្ទប់ទឹកហ្នឹងទៀតអញ្ចឹងគាត់ក៏ដាស់ប្តីគាត់បដ ாய் ដាស់ប្តីគាត់ភ្ញាក់ហើយគាត់ក៏ប្រាប់ប្តីគាត់ថាបងមានសម្លេងកូនក្មេងយំក្នុងកន្ទប់ទឹកហើយប្តីគាត់ក៏ភ្ញាក់មកចាំស្ដាប់មកសទូអត់លឺអីទេហើយចឹងគាត់ក៏ប្រាប់ប្រពន្ធគាត់ថាណែមកមើលហ្នឹងមានក្មេងណាមកត្រូវយំអីស្មានហ្នឹងលេងស្រាប់តែគាត់រៀបទម្លាក់ខ្នងទៅគេងវិញស្រាប់តែលឺក្មេងយំមែនលឺចេញពីក្នុងកន្ទប់ទឹកងាប្តីគាត់ចាប់ដើមស្វាងបដ ாய் គាត់លឺមែនតែនតើហើយចឹងទៅគាត់ក៏ដើរទៅមើលគាត់ដើរទៅក្បាលទ្វារបន្ទប់ទឹកមើលទៅអត់មានឃើញអីទេគាត់ក៏បើកបន្ទប់ទឹកបើកភ្លើងបន្ទប់ទឹកហ្នឹងគាត់នោមមួយទៅហើយគាត់បិទមកវិញទៅគាត់ក៏មិនបន្លាចពន្ធគាត់ដែរគាត់ប្រាប់ថាគ្មានលឺអីទេគ្មានឃើញអីផង
kế nhá chúng ta lưu dùm lấy tắc ấy đôi còn không anh vô mày chẳng á tôi cho thát nơi không teo là về nhưng ta tắc về miền sùng việt lại na mới nó về hột tắc hột tơi còn cái thành chẳng nó còn vậy mà còn còn khá chứ nè xếp ta con hiệp kênh ban pầm pầm ban 20 phèm tí lưu dùng thiện lưu tới đòn nó bong nó còn lạnh đa còn lũ còn hột tờ bạc thuyền mà ban này tha hột stu tờ bạc thuyền là mày mớ tha miền ấy là còn tờ mớ thức ắt khơi thiệt ắt khơi lược tỉ bỉ chẳng còn có đa mà mình thôi hãy đòn nó còn có ắt miền vậy mà vốn quạt tiền à miền phèm ấy vốn quạt có đa mà thưa một mà ấy còn mà kênh mình vậy tới một vốn quạt ban thầm ngợp cối mưa quạt á hay có quạt tiền đại vốn quạt đó thằng kênh ao vốn quạt ấy thòm đa vinh chẳng từ xếp tập ban phèm tí tiết lên dùng đá sỏi đá dùng đá sỏi đá lại còn không mấy hay còn không mấy dụ from pi cho nam ấy á vì dùng sỏi dùng sỏi lên sao ta li hùa rồi vào đây nữa quạt khăn một đòn đừng có thể quạt xe một ta chụp lên máu anh đây quạt xe chứ sẽ lấy nó rồi ngặt bật chừng bà ta bong vỗ nơi bộ pôn còn về về thà lô côn sạt chứ cứ bẻ đố sang là tha thẹn chúa bong vỗ này kênh đối thà thẹn rồi bị chúa máu dùng phượt nhá mà nó căng hay mạnh như sẹo mà hai bị nạp ở đây bộ pôn nó có ban hiệp trong kênh mình thôi bàn tay lon nó kênh lụa đời xa quạt bạc phường ở đây quạt bạc phường nơi lửa ba này trao một tôi phường bạn con kênh bàn nữa xong sai thà về bật tiết cứ lư thiệt chẳng còn miền à nâng không chất á mà hay thà miền à đóm nâng không chất ấy cứ quạt bạc trao một in case cứ bạc trao một hai bị hạt ca nâng tới cứ rò dục cứ quạt chuột hạt ca chùm lại là hồn bạn này thà kênh bạc phường cả đói ngày class thuê một tốt ba kilo này hay ăn lư lấy này ba cái gạt lấy ngớt bọc phía nó gọi này con tay cứ phía nó ba kilo này chẳng lư ta lấy cất ba phía chẳng về dục trâu kén vì nào đây bốn bằng sần trái nhưng bật thuê ta đòi hỏi màu chật lư chật ấy còn nhà mà mớ cứ thuê nó ba chùm ho tại mà đòn hai dùm lên khmeng dùng khmeng sao nó cứ lư sơ rồi dục và nãy dục class tới cô lư đi thanh nữ chứ ngay nơi tục đại còn ăn phở nó lư nơi tục nâng bình dục class tới nơi lư nơi chất luôn nè hay lấy bạc lớn có lén ngạt đại lư được kia nơi tại lư chẳng còn kênh sang đọt bàn hai đại đồng thuật trên kia nó còn bà bạn từ tua vô nó cứ dùm lên còn khmeng à dục pi cho nào mà tâm che đá tè tá nữa mà ta bong phong sớm mai ta việt đa lửa ớt á đá plap đá bên tè đá cho đá lang cho đá hay mình bật vía nè bạc vía ban này thà kia mà bạc vía ao hái kia ao sớm lệ năng lử một chẳng á hay miền chùm ngọ lại thà trông hay đòn một lần ấy ớt khai ớt phồng hồ kịch vừa ấy á nhưng chẳng ai bong ở này vô là trẻ pel mà được pi nè chỉ vào đây một bốn hay có trong bàn cồn còn bài chỉ cần tha còn đừng chập bàn cồn đời xa mình cồn không men trong mà nơi trong mà ấy chẳng á còn kịch đây chỉ kịch bài đằng vịnh còn toàn này tha còn khai chứ mình ta kịch play nó còn kịch này chẳng tới ban này tha bộ đỏ con cháy tới con thòm đa rồi hay miền là dục mùi nút cứ dục khai thằng mê bẹm chọc à phóng để chia một bốn còn lắm mong pi chiên tàu đá lắm chỉ lọt pi tàu bay nữa có con ngợp cùi pen pen lừa khẽ còn hay còn cùi vậy mà nè ai bàn tay vậy mà nè ai nó còn vậy ta chạy mấy ba ngoài anh tục ôn thằng con trao chẳng vậy chẳng còn vậy chỉ sầm đùa chẳng á con xua tình đòn xua tao vào đây có nhẹ tại mình xua vào đây có con xua con ngợp cùi còn vậy tại 10 trang mưa ấy còn vậy chứ hay nói vào đây có nhẹ còn ở đây có nhé
trong trong ai bong phong sớm mai giờ này ở đây có nhẹ lửa tha có phùng kê thấy khơi phong còn cùi chẳng thấy này con mơ từ phong gọt lên xẹp ta đăng tập ở đây có nhẹ liếm lên con nghĩa các ba máu và phong gọt á nghĩa các ba máu lên sệt mong tha mấy bà mà anh tục ôn đừng con chào mấy bà mà anh tục ôn đừng con chào chẳng á xua sợi xe tôi còn hụt mà bóng giấy nó hụt từ cho mộng chén chừng o lần chén ấy xe chẳng thiệt mấy bà mà anh tục ôn đừng con chào mấy bà mà anh tục ôn đừng con chào vậy tôi đây con vậy phải thả ba sọ mà này tha này xó mấy cứ chăng không hay nơi không tốt vì nè stir tai vì coi cho đất á muối về bộ pôn gót si à về dục từ bồn nó mà đòn ấy ở lớp đây gót si à này muối tiết mà này tha vì nè nó stir tai vì coi cho đất ai về là bùng xài nắng li hua để chụp ở đây nữa quạt có xài to tha ôn dương mình to bên câu nè dương mình to bên câu nè bộ pôn nó ngạt vào đầu chớ nè bộ ấy chỉ ca bất bộ con ở thon bên câu này chẳng còn vậy tha mấy bộ anh tục ôn đừng con cháu nó có chân vậy bị ấy chẳng giống ở đây có che sẻ lại năng tha dương bên to bên câu nè ôn dương bên to bên câu nè hay bộ pôn có ngạt chẳng từ ngạt cho nghiêm tới con có lang từ luôn bộ pôn con tiêu bộ pôn con ấy chẳng á có đã một kênh ao bên từ hãy chạp tăng bị dục mùi này bộ pôn con vậy mùi trang năng máu cứ bộ pôn con lên chứ bộ pôn con này chạp đam đô một đòn tịch từ play từ mình tên ngày muối ly húa còn mau về thừa cá khỏi bộ pôn con á sẽ tôi con khơi à phong nắng côi lừa rồi lòng mà ta nông té là ngất chân một hay khơi ta phơi prầm đôi cái tiền chẳng khơi prầm bị chỉ bài mà hay à phong côi nơi một lại tua nhiều miền tua miền ấy tại con đặt bạc tua thì con côi là ngất chân nè một hay con côi nó con mình côi té con côi vậy mùi trăng mà này ai thế mà ta đón nó vậy slow thì anh mình sẽ xua đi muốn này vậy lên mùi trang như từ hay à vậy để nhung phèp tha khơi phơi prầm nơi khỏi nó cứ phơi kìa à phong có thơm hộp mà này có sló còn thái có sló có ăn miên chạp vào đom tha sló nó cloud cha phơi prầm mau rồi nè trong tới đây nó có hột từ ngàn bài nó do cặp à chan sló nó từ trong sinh liên chan nó sinh tật không hay còn bạc tật hay sai hôi vinh te vào đời hay vào đây nó một điểm đáy vậy bè li oi với hột máu phây với mình hồi nhà năng gió nó từ lẽ cho ta con sinh liên tràn để chật năng nó à lịa đây còn chư mình tên hay còn stu hột tư lại một pôn gót đó chốt bọc lương púp sẽ xua pôn gót ha ở đây là vậy mà nè kì ở đây bên ban mưa lương gạp lương ấy nè cha làng cloud oi bên te hay mà chẳng à nó chơi bong ma toán cho bộ bong ma toán mình lương chef te slap ó à hè phóng sạp ngược một máu chloi xé để tới sạp á có chloi tha ôn bung dậy lên mà con dưới nữa hay con là lợi khai ngoài nha bộ máy xe lư big con bị khai hãy xong bị chạm bong ôn tha dục môi đại một bồn quạt chập đam vậy mùi trắng nó vậy này ai mùi trắng đó li hua này thời chỉ đây nó cứ chập đam đồ chỉ đặt được cái này mà đây tha tới chỉ mình cai mình nữ mua máu chập cân mình tên hướng anh tích tuổi những quạt khăn mỏng hay quạt đôi à đó mà nơi không luôn này mà đây tha quạt cất trơn mình tên tay mình đang quạt cất ấy đó mình ta đang là quạt chập mua máu chập khăn hay sệt hay li hùa nó lư vào pôn con vậy chẳng có cô hiền thì chạc luôn này thì chạc là biệt phấy á thì chạc phây phong khăn thiệt hay còn sệt mà mặt tiệt ha dương to bên con nó bị ná con không mau vô ấy hay đây còn nó li hùa nó còn đà lần cho đà tăng tới bật việc krang bật việc tục krang tục pôn chào nó khom nè hà dùm lên tật
នៅក្នុងស៊ីងហ្នឹងបើកចោលឆហុយផ្សែងវិញហ្នឹងតែអាហ្វុងអត់មានអាការៈអីណាគាត់នៅតែញឹមធម្មតាអញ្ចឹងទៅអញញឹមយូរមែនតើបានន័យថាយូរខ្លាំងហ្មងមិនសឹងតែកន្លះម៉ោងលេងលីហួរក៏គាត់ស្រែកថាអូនឯងមិនបិទទឹកទៅគាត់ស្រែកហ្នឹងដោយសារគាត់នៅលឺសំឡេងទឹកព្រោះអីគាត់ឡើងទៅមិញហ្នឹងគាត់ខឹងហ្នឹងគាត់រត់ទៅងូយទឹកងូយអីសម្រួលអារម្មណ៍ឲ្យស្រួលហ្នឹងព្រោះអីគាត់នៅតែ2នាក់ពុនគាត់អត់មាន2នាក់ពុនគាត់ចឹងគាត់ចង់ខឹងពុនគាត់យូរទេអញ្ចឹងគាត់ក៏ឡើងទៅងូយទឹកងូយអីឲ្យស្រួលខ្លួនបានចុះមកវិញអញ្ចឹងណាប៉ុន្តែគាត់ប្រហែលជាមិនតាន់រៀបចំខ្លួនហើយក៏គាត់នៅលឺសំឡេងទឹកហ្នឹងគាត់ក៏គាត់បើកទ្វារបន្តិចមកស្រែកឲ្យពុនគាត់តែបិទទឹកហើយប្រពន្ធគាត់ហ្នឹងក៏ងើបឈរដើរទៅចក្រានបាយឲ្យកន្លែងទឹកឬសំឡេងទឹកហ្នឹងគាត់ដើរទៅបិទអាទឹកហ្នឹងក៏បិទឈឹបបានន័យថាដំណើរដែលគាត់ដើរពីសាឡុងហ្នឹងទៅបិទទឹកនៅចក្រានបាយហ្នឹងគឺប្តីគាត់គង់ចុះមកដែរអារបៀបលក្ខណៈគាត់អាលាស់សក់អាលាស់អីចឹងណាចុះមកដល់ប្រហែលជាន់ទី1គាត់ក៏បានស្ដាប់ឮសំឡេងប្រពន្ធគាត់និយាយក្នុងផ្ទះបាយតែម្នាក់ឯងម្ដងទៀតប្រពន្ធគាត់បាននិយាយថាម៉ាក់នឹកកូនណាស់គាត់នៅឮអញ្ចឹងប្តីគាត់ក៏ស្ទុះចុះមកទាំងមកមើលអាហ្វុងប្រពន្ធគាត់លេងប្រពន្ធគាត់ឈរបែរខ្នងទៅអញ្ចឹងទៀតតែដងហ្នឹងអត់និយាយមួយអញ្ចឹងគាត់ដងហ្នឹងគាត់ឈរធ្វើ3កូនអញ្ចឹងប៉ុន្តែនៅក្នុងដៃគាត់ទៅទេអត់មានកូនទេគឺខ្ចល់ទៅទេបើន័យថាគាត់ធ្វើកាយវិការ3កូនហើយនិយាយថាម៉ាក់នឹកកូននឹងអែលក្បាលនឹងអែលអីចឹងទៅហើយប្តីហ្នឹងក៏គាត់មិនគាត់ខ្លាចគាត់ខឹងនឹងគាត់ទៅទាញដៃប្រពន្ធគាត់មកទាញក្តាប់ដៃប្រពន្ធគាត់ជាប់ហើយគាត់សួរថាអាហ្វុងអូនឯងកើតអីមិនក៏ឯងចេះតែអញ្ចឹងពេលហ្នឹងប្រពន្ធគាត់អាហ្វុងក៏ចាប់ផ្ដើមមើលមុខគាត់ហ្នឹងយឺតទេភ្នែកអាហ្វុងក្រហមខ្លាំងមែនតើហើយសំឡេងអាហ្វុងចាប់ផ្ដើមសួរទៅប្តីក៏សួរថាហេតុអីបងចាក់សោទុកអូននិងកូនឲ្យឆេះស្លាប់ក្នុងផ្ទះហ្នឹងគាត់នៅលឺអញ្ចឹងលីហួរលេងដួលអុកគូតទៅក្រោយបណ្ដោយគាត់អុកគូតដល់ដីភ្លាមលុះប្រាវប្រពន្ធគាត់អាលាយហ្មងអាលាយបាត់ឈឹងដូចផេះអញ្ចឹងហើយស្ថានភាពនៅក្នុងផ្ទះដែលគាត់កំពុងនៅហ្នឹងគឺផ្ទះដែលអាគីភ័យឆាបឆេះហើយអស់ហើយបានន័យថាសល់តែកំតិចកំទីអាផេះហើយនឹងអាកន្លែងឆេះដែលខ្មៅហ្នឹងគឺនៅក្នុងផ្ទះហ្នឹងគឺគាត់កំពុងនៅក្នុងហ្នឹងហើយពេលហ្នឹងគាត់ក៏ស្រែកជួយគាត់ស្រែកអញ្ចឹងរត់ចេញក្នុងផ្ទះហ្នឹងមកវិញហ្មងរត់ផងដួលផងវាលរត់និយាយទៅរត់ធ្វើម៉េចឲ្យតែបានចាញ់គឺថាដួលមិនក៏ប្រឹងងើបឈររត់ចេញមកដល់ក្រៅឲ្យបានហ្មងស្រាប់តែរត់ចេញមកដល់ក្រៅអាពាក្យដែលថាមិនបានបងឯងទុកអូននិងកូនឲ្យឆេះស្លាប់ក្នុងផ្ទះហ្នឹងគាត់ចាប់ផ្ដើមឈឺក្បាលហ្មងឈឺក្បាលហើយក៏អនុស្សាវរីយ៍ដែលគាត់ធ្លាប់មាននៅក្នុងផ្ទះហ្នឹងក៏លោតចូលមកក្នុងខួរក្បាលគាត់វិញគាត់ចាំថាយប់ដែលផ្ទះហ្នឹងឆេះគឺគាត់ស្វឹងហើយគាត់បានចាក់សោប្រពន្ធនិងកូនគាត់នៅក្នុងផ្ទះហ្នឹងក្រោយតែពេលគាត់ឆ្លោះគ្នាមួយប្រពន្ធគាត់អញ្ចឹងកន្លែងហ្នឹងមកន័យថាគាត់មកនៅផ្ទះហ្នឹងហើយគាត់មានកូនរួចទៅហើយគឺគាត់មានកូននៅក្នុងផ្ទះហ្នឹងហើយពេលដែលគាត់ចាក់សោប្រពន្ធគាត់និងកូនគាត់នៅក្នុងផ្ទះហ្នឹងគាត់ថាគាត់គ្រាន់តែចង់គម្រាមប្រពន្ធកូនគាត់ទេគាត់អត់មានបំណងអីលើសពីហ្នឹងទេស្រាប់តែគាត់ចាក់សោប្រពន្ធគាត់ហើយគាត់ដើរចេញមកផ្លូវវាថាមកបទូអារម្មណ៍ហ្នឹងប៉ុន្តែគាត់ស្វឹងផងឆ្លោះគ្នាផងអីផងហ្នឹងគាត់តែចេញមកដល់ផ្លូវជាតិស្រាប់តែគាត់ឮសំឡេងផ្ទុះហ្មងហើយផ្ទុះហ្នឹងផ្ទុះខ្លាំងផ្ទុះដល់ថ្នាក់មានឡានមួយហ្នឹងគាត់តែឮសំឡេងអញ្ចឹងគឺជ្រុលចកូនមកបុកគាត់ហ្មងបុកប្តីគាត់ដែលឈ្មោះលីហួរហ្នឹងបុកគាត់នឹងផ្លូវដោយធ្វើឲ្យប្តីគាត់ហ្នឹងបាត់ការចងចាំហ្មងហើយពេលដែលគាត់មានស្មារតីមកវិញបានន័យថាគាត់រត់ចេញពីផ្ទះដែលឆេះហ្នឹងគាត់បានគិតហើយ
សម័យតែម្នាក់ឯងថាជឿថាគាត់អត់បានរើមកនៅផ្ទះថ្មីអីទេគាត់គ្រាន់តែត្រឡប់មកកន្លែងដែលគាត់ធ្លាប់សម្លាប់គ្រួសារខ្លួនឯងអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់បងប្អូនថាតួអង្គលីហួរហ្នឹងគាត់មិនគ្រាន់តែជាមនុស្សអាក្រក់ទេតែគាត់អាចជាមនុស្សដែលត្រូវអ្វីមួយដែលនៅក្នុងផ្ទះហ្នឹងបំផ្លាញផ្លូវចិត្តគាត់ឲ្យគាត់ធ្វើរឿងអស់ហ្នឹងអញ្ចឹងអាហ្នឹងការសន្និដ្ឋានមួយបន្ទាប់ពីដឹងការពិតទាំងអស់បន្ទាប់ពីចងចាំរឿងខ្លះហ្នឹងបន្តមកទៀតគាត់រត់តែចាំរឿងច្បាស់ជាងហ្នឹងទៀតបានន័យថារឿងមុនពេលភ្លើងឆេះផ្ទះហ្នឹងគាត់ធ្លាប់បានស្រាវជ្រាវអំពីផ្ទះហ្នឹងដែរព្រោះអីពេលគាត់រើមករស់នៅក្នុងផ្ទះនេះប្រពន្ធគាត់គឺបានឮសំឡេងកូនក្មេងយំពិតមែនប៉ុន្តែលីហួរជាប្តីនេះគាត់គិតថាប្រពន្ធគាត់អាចនឹង stress ព្រោះអីគាត់ទៅតែសម្រាលកូនហើយអាចនឹង stress អំពីរឿងសម្រាលកូននឹងផងប៉ុន្តែពីមួយយប់ទៅមួយយប់ពីមួយយប់ទៅមួយយប់អាការៈរបស់អាហ្វុងកាន់តែចម្លែកទៅបានន័យថាអត់ធូរស្រាលទេរត់ទៅទៀត stress អីទៅទៀតហើយលីហួរគាត់ខំជួយសម្រួលអារម្មណ៍របស់ប្រពន្ធគាត់ពីមួយថ្ងៃទៅមួយថ្ងៃដែរប៉ុន្តែអត់បានផលអីទេគឺគាត់រត់តែចម្លែកទៅហើយអាហ្វុងចាប់ផ្ដើមចេះនិយាយម្នាក់ឯងចេះនិយាយមួយអញ្ចឹងញឹមដាក់អញ្ចឹងជួយចិត្តនៅកន្លែងល្ងឹតហើយដែលចម្លែកជាងគេនោះគឺគាត់តែងតែនិយាយប្រាប់ប្តីគាត់ថាមានក្មេងម្នាក់ទៀតនៅក្នុងផ្ទះយើងដែរហើយទាំងដែលនៅក្នុងផ្ទះគាត់ហ្នឹងមានតែកូនគាត់ម្នាក់ហ្នឹងហើយគាត់ប្រាប់ប្តីគាត់ថាមានក្មេងម្នាក់ទៀតនៅមួយពួកយើងដែរហើយមានយប់ខ្លះហ្នឹងគាត់ងើបពីគេងអាម៉ោង2កន្លះចន្លោះ2កន្លះទៅ3ហ្នឹងគាត់ងើបមកមើលកន្លែងកូនគាត់គេងគាត់ឈរមើលថ្មឹងនៅហ្នឹងប្រហែលជា1ម៉ោងអីទៅគាត់ឈរមកកន្លែងអញ្ចឹងទៅមើលកូនគាត់អញ្ចឹងទៅហើយប្តីគាត់បាត់គាត់ពីលើខែគឺឃើញគាត់ឈរមើលកូននៅចិត្តហ្នឹងទៅហើយគាត់ស្រែកសួរថាអូនណៃធ្វើអីដល់ហើយគាត់អាហ្វុងគាត់ឆ្លើយថាមីអូនពងរោម៉ាក់វាហើយកូនគាត់ប្រុសហ្នឹងហើយគាត់និយាយមីអូនមិញអញ្ចឹងទៅលីហួរក៏ចាប់ផ្ដើមភ័យទៅគាត់កើតចិត្តមួយឆ្ងល់ហើយថ្ងៃមួយគាត់ចាប់ផ្ដើមស្រាវជ្រាវប្រវត្តិផ្ទះហ្នឹងហើយគាត់បានរកឃើញថាកាលពី10ឆ្នាំមុនម្ចាស់ផ្ទះដើមហ្នឹងគឺជាស្ត្រីមានផ្ទៃពោះម្នាក់ហើយគាត់រស់នៅតែម្នាក់ឯងឯងអ្នកចិត្តខាងគាត់តែងតែនិយាយថាស្ត្រីម្នាក់ហ្នឹងចាប់ផ្ដើមវិកលចរិតនៅពេលដែលប្តីគាត់រត់ចោលគាត់តែគាត់មានផ្ទៃពោះហ្នឹងគឺប្តីគាត់រត់ចោលគាត់មកហើយអាការៈរបស់គាត់ហ្នឹងគេតែងតែឃើញតែគាត់ហ្នឹងអង្គុយនិយាយម្នាក់ឯងមួយអញ្ចឹងដែរហើយនិយាយរបៀបជាលក្ខណៈលេងមួយកូនក្មេងដូចកូនគាត់អញ្ចឹងណាលេងផងលួងផងមួយកូនក្មេងអញ្ចឹងទៅហើយដល់បញ្ហាធំបំផុតហ្នឹងគឺកូនគាត់អត់ទាន់សម្រាលបានតែគាត់លេងមួយលំហលេងខ្យល់លេងធ្វើកាយវិការអញ្ចឹងតែកូនគាត់ក្នុងពោះអត់ទាន់សម្រាលទេស្រាប់តែបានមួយខែអ្នកចិត្តខាងនៅម្ដុំហ្នឹងគឺថាធំក្លិនស្អុយមកស្អុយចេញពីក្នុងផ្ទះដែលគាត់រស់នៅហ្នឹងហើយអ្នកចិត្តខាងក៏ទូរស័ព្ទទៅប្រាប់ប៉ូលីសប្រាប់អីចឹងណាប៉ូលីសក៏បានមកផ្ទះហ្នឹងហើយក៏គាស់ផ្ទះហ្នឹងមើលបានន័យថាបុកទម្លុះចូលទៅក្នុងផ្ទះហ្នឹងដើម្បីថាក្លិនស្អុយហ្នឹងក្លិនអីគេស្រាប់ទៅដល់គាត់ឃើញសាកសពស្ត្រីដែលមានផ្ទៃពោះហ្នឹងនៅក្នុងបន្ទប់ទឹកហើយអាបន្ទប់ទឹកហ្នឹងគឺបន្ទប់ទឹកដែលពីអ្នកប្តីប្រពន្ធលីហួរហើយនៅអាហ្វុងហ្នឹងគេងដែលថាឮសំឡេងកូនក្មេងរហូតហ្នឹងគឺបន្ទប់ទឹកហ្នឹងស្ថានភាពនៃសាកសពគឺស្ត្រីម្នាក់ហ្នឹងបានយកកបិតវះបើកពោះខ្លួនឯងហើយយកកូនចេញមកហើយរឿងដែលចម្លែកខ្លាំងបំផុតហ្នឹងគឺសាកសពម្ដាយនៅហ្នឹងប៉ុន្តែសាកសពទារកអត់ឃើញអត់ដឹងបាត់ទៅណាចំពោះលីហួរដែលជាប្តីរបស់អាហ្វុងហ្នឹងក្រោយពីដឹងហេតុការទាំងអស់ដឹងព័ត៌មានពីផ្ទះហ្នឹងទាំងអស់ហើយ
Lý Huaគាត់ចាប់ផ្ដើមគេងលេងលក់ហើយគឺថាផ្លូវចិត្តគាត់ហ្នឹងរងការវាយប្រហារខ្លាំងមែនតើពួកអីគាត់ហើមកនៅផ្ទះមួយដែលមានមនុស្សស្លាប់អញ្ចឹងហើយរាល់ថ្ងៃហ្នឹងប្រពន្ធគាត់ហ្នឹងពងតែមានអាការៈរបៀបអញ្ចឹងទៀតអញ្ចឹងគាត់ខ្លាចថាប្រពន្ធគាត់អាចប្រស័យតាក់ទងមួយខ្មោចស្ត្រីមួយដែលវះពោះខ្លួនឯងហ្នឹងឬមិនហើយរាល់យប់លីហួរក៏ឮសំឡេងក្មេងយំចេញពីក្នុងបន្ទប់ទឹកនឹងដូចគ្នាហើយអាហ្វុងពីមួយថ្ងៃទៅមួយថ្ងៃគឺដូចមនុស្សផ្សេងយ៉ាងលែងជាប្រពន្ធគាត់ហើយអាហ្វុងចាប់ផ្ដើមនិយាយម្នាក់ឯងច្រើនទៅហើយនាំកូនលេងជាមួយនឹងមនុស្សម្នាក់ទៀតបានន័យថាកូនក្មេងម្នាក់ទៀតនាំកូនទៅលេងមួយគ្នាហ្នឹងហើយមានអារម្មណ៍ថាមិនមែនមានតែ2នាក់កូនគាត់គឺមាន3នាក់ហើយអាហ្វុងអាសាបើកហ្គាសចោលលេងបើកហ្គាសចោលហើយបិទភ្លើងឲ្យល្ងិតបើកហ្គាសចោលបិទភ្លើងឲ្យល្ងិតហើយគាត់ដើរកាន់ដៃក្មេងយល់ចុះយល់ឡើងនៅក្នុងផ្ទះបាយហ្នឹងតែឯងទេកូនគាត់នៅគេងនៅមុខហ្នឹងតែគាត់ដូចមានកូនម្នាក់ទៀតនៅក្រោយគាត់គាត់យល់ដៃគាត់រំអីមួយនៅផ្ទះបាយហ្នឹងហើយលីហួរដែលជាប្តីហ្នឹងគាត់តែគិតថាប្រាប់ចិត្តខ្លួនឯងគិតក្នុងចិត្តហ្មងថាអាហ្នឹងគ្រាន់ជំងឺផ្លូវចិត្តរបស់ប្រពន្ធគាត់ទេវាអត់មានអីលើសហ្នឹងទេវាគ្រាន់តែជំងឺផ្លូវចិត្តហើយលីហួរពេលហ្នឹងក៏គាត់ចាប់ផ្ដើមរងាប់អារម្មណ៍គាត់ផឹកស្រាចេញទៅក្រៅផឹកស្រាចេញពីធ្វើការមុនផ្ទះគាត់ផឹកស្រាសិនហើយមានយប់មួយគាត់មកដល់ផ្ទះគាត់រៀងស្វឹងគាត់ផឹកស្រាស្វឹងគាត់ឃើញអាហ្វុង3កូនតែដៃគាត់អត់មាន3អ្នកណាទេតែគាត់3ខ្យល់ហើយ3ទាំងដៃទៅទេហើយកូនគាត់នៅគេងលើសាឡុងហើយគាត់ឈរ3កូនហ្នឹងហើយនៅក្នុងភាពល្ងិតអត់មានបើកភ្លើងទេយើងឃើញគាត់ស្មៅអញ្ចឹងណាព្រោះអីផ្ទះហ្នឹងវាមានប្អួចមានអីអញ្ចឹងទៅវាមើលឃើញភ្លើងចាំងពីក្រៅមកហើយក្នុងផ្ទះហ្នឹងឈួលហ្គាសមែនតើបានន័យថាអាហ្វុងវាបើកហ្គាសចោលទៀតហើយបងប្អូនចាំឲ្យតាអាហ្វុងបើកហ្គាសគឺវាបិទភ្លើងគឺគាត់បិទភ្លើងហ្មងឲ្យល្ងិតស្រាប់តាលីហួរគាត់ខឹងពេកគាត់ស្ទុះទៅជាក្រានបាយគាត់ឃើញហ្គាសបើកចោលគាត់ខឹងគាត់ចាប់ផ្ដើមស្រែកឲ្យប្រពន្ធគាត់មកថាមើលអណែចង់សម្លាប់បងនឹងកូនមែនអាហ្វុងងាកមកញញឹមនិយាយប្រាប់ប្តីនេះធម្មតាថាកូនយើងវាល្ងាអញ្ចឹងទៅខ្ញុំបើកចង់គ្រាន់តែកម្ដៅឲ្យកូនមានភាពកក់ក្ដៅទេគ្រាន់តែលឺអាហ្វុងនិយាយអញ្ចឹងលីហួរគាត់គិតមកថាប្រពន្ធគាត់ចប់បានន័យថាប្រពន្ធគាត់វិកលចរិតខ្លាំងមែនតើលីហួរគាត់ក៏ស្រែកឲ្យប្រពន្ធគាត់ឆ្លោះគ្នាមួយប្រពន្ធគាត់2នាក់ហ្នឹងគឺឆ្លោះគ្នាប្រពន្ធគាត់អាហ្វុងហ្នឹងអង្គុយយំអោបកូនមែនតើអោបកូនគាត់អញ្ចឹងទៅស្រាប់តែប្តីគាត់ចាប់ដើមទាញយកសោផ្ទះយកទៅតាមខ្លួនហើយគាត់បិទទ្វារចាក់សោពីក្រៅបណ្ដោយហើយក្នុងបំណងគាត់ចាក់ហ្នឹងគឺគាត់ចង់ឲ្យប្រពន្ធគាត់ស្ងប់អារម្មណ៍ហើយបានគាត់ចូលមកវិញអញ្ចឹងណាគាត់ចេញទៅក្រៅទៅខ្នល់ជក់បរិយជក់អីអញ្ចឹងទៅស្រាប់តែគាត់ដើរទៅខ្នល់ឮសំឡេងផ្ទុះឌុងអញ្ចឹងហេតុការណ៍ហ្នឹងគឺហេតុការណ៍ដែលគាត់ចងចាំពីមុនមកបានន័យថាសាច់រឿងចងចាំអានេះសាច់រឿងដែលគាត់បានស្រាវជ្រាវហើយគាត់ជួបអញ្ចឹងអាពេលផ្ទុះហ្នឹងគឺឡានមួយនៅខាងក្រៅហ្នឹងវាលឺសំឡេងហ្នឹងដែរហើយវាលឺផ្លាតអាភ្លើងហ្នឹងមកក៏វាជ្រុលចកលមកបុកលីហួរបាត់ទៅហើយកន្លែងហ្នឹងហើយបន្ទាប់មករឿងក្នុងផ្ទះហេតុអីបានផ្ទះហ្នឹងត្រូវទៅផ្ទុះបងប្អូនអាចដឹងហើយព្រោះអីអាហ្វុងវាបើកហ្គាសចោលអញ្ចឹងហ្គាសហុយពេញផ្ទះបាត់ហើយប៉ុន្តែហេតុអីបានត្រូវផ្ទុះបើយូរហើយលីហួរនៅក្នុងហ្នឹងមិនក៏អត់ផ្ទុះបងប្អូនមានចាំទេថាអាហ្វុងឲ្យតែវាបើកហ្គាសគឺវាបិទភ្លើងស្រាប់តែពេលដែលលីហួរចេញទៅចាក់សោពួកគាត់អាហ្វុងហើយនឹងកូនគាត់នៅក្នុងហ្នឹង
អាហ្វុងចាប់ផ្ដើមដើរទៅបើកភ្លើងបំភ្លឺផ្ទះវិញពេលហ្នឹងឯងដែលភ្លើងមានប្រតិកម្មជាមួយនឹងហ្គាសធ្វើឲ្យផ្ទុះពេញផ្ទះហ្នឹងមកហើយសូមបញ្ជាក់បងប្អូនតិចខ្លាចបងប្អូនអត់យល់ពីកន្លែងដែលមានស្ត្រីវិកលចរិតនៅក្នុងផ្ទះហ្នឹងដែលវះយកកូនចេញហ្នឹងគឺជារឿងសាច់រឿងមួយដែលលីហួរគាត់បានស្រាវជ្រាវពេលដែលគាត់មកនៅផ្ទះហ្នឹងលើកដំបូងអញ្ចឹងរឿងដែលខ្ញុំនិយាយទាំងអស់មកវគ្គក្រោយនេះគឺជារឿងដែលលីហួរចូលទៅនៅផ្ទះដំបូងហើយជួបផ្ទះអញ្ចឹងឥឡូវនេះយើងបកទៅលីហួរដែលកំពុងតែឈរគិតនៅមុខផ្ទះដែលបានឆេះហើយបានប្រលត់ហើយទៀតបានន័យថានៅសល់តែផេះហើយនឹងគ្រោងឆ្អឹងផ្ទះឯងបានន័យថាផ្ទះគាត់2ជាន់គឺនៅតែប្លង់សេនៅតែតសទេកាយប៉ុណ្ណឹងគឺឆេះអស់ហើយគាត់ឈរមើលផ្ទះហ្នឹងទៅគាត់ឃើញនៅប្អួយជាន់ទី2ប្អួយវេរ៉ាំងដាជាន់ទី2គាត់ឃើញមនុស្សស្រីម្នាក់ភិនភាកហ្នឹងគឺអាហ្វុងប្រពន្ធគាត់ហ្នឹងកំពុងឈរកាន់ដៃកូនមើលមកគាត់ហើយម្ដាយនិងកូន2នាក់នោះក៏ចាប់ផ្ដើមញញឹមហើយមើលមកលីហួរបន្ទាប់មកពួកគាត់ក៏អាលាយទៅតាមខ្យល់វិញបាត់ទៅបាទហើយរឿងនេះក៏ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ខ្ញុំមកដល់ទីបញ្ចប់នេះហើយរឿងនេះរៀងវែងតិចហើយរៀងពិបាកយល់តិចព្រោះអីមាន plot twist ច្រើនហើយបើសិនជាបងប្អូនស្ដាប់អត់តន់ស្ដាប់អត់យល់អីក៏សូមអភ័យទោសព្រោះអីកិច្ចការនេះគឺកិច្ចការដែលខ្ញុំស្រឡាញ់ប៉ុន្តែខ្ញុំទៅមិនបានធ្វើអញ្ចឹងទៅខ្ញុំអត់តន់និយាយបានល្អ 100% ទេអញ្ចឹងបើសិនជាខ្វះខាតកន្លែងណាឬក៏មិនតន់យល់កន្លែងណាបងប្អូនអាច comment អាចជាមតិស្ថាបនាខ្ញុំបានអញ្ចឹងពីពិភពនៃអាតកំបាំងសូមអរគុណសូមជម្រាបលា